ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានៅក្នុងពេលវេលាថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយក្នុងការមើលអំពីក្បួនតម្រាខ្មែរឬក៏យើងគ្រប់គ្នាហៅបានថាហោរាសាស្ត្រអញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺសល់ពីបរមបុរាណខ្មែរយើងដែលចាស់ពីដើមគាត់បានសរសេរចងក្រងទុកឲ្យកុំក្មេងៗចំណងក្រោយហ្នឹងបានមើលនិងបានអានឲ្យយល់មាននឹងផ្ដាសាយបងនៅក្នុងក្បួនតម្រាខ្មែរហ្នឹងគឺគេសរសេរចងក្រងទុកនិងមានន័យអំពីការមើលនិស្ស័យរបស់មនុស្សគ្រប់គ្នាដូចជាយើងមើលនិស្ស័យរបស់មនុស្សត្រង់ខ្សែបាតដៃឬក៏មើលអំពីទម្រង់មុខលក្ខណៈប្រជ្រយផ្សេងអញ្ចឹងនៅក្នុងក្បួនតម្រាខ្មែរគឺយើងអាចមើលបានច្រើនយ៉ាងបងណាច្រើនបែបយ៉ាងណាស់អញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងមើលអំពីជោគជតារាសីសម្រាប់បងប្អូនណាដែលគាត់មិនទាន់ដឹងអំពីជោគជតារាសីរបស់ពួកគាត់នៅក្នុងឆ្នាំ2026ខាងមុខហ្នឹងអញ្ចឹងបងប្អូនដែលគាត់កើតឆ្នាំចបងប្អូនត្រៀមស្ដាប់ព្រោះថាឆ្នាំចជាឆ្នាំនាទី11ឆ្នាំកលជាឆ្នាំទី12អញ្ចឹងខ្ញុំមើលបានដល់ឆ្នាំចនឹងហើយអញ្ចឹងបងប្អូនដែលគាត់កាត់ឆ្នាំចបងប្អូនត្រៀមស្ដាប់បងប្អូនណាខ្ញុំនឹងមើលប្រាប់បងប្អូនទាំងគ្នាប៉ុន្មានថ្ងៃនេះខ្ញុំរវល់ការងារហើយរៀងផ្ដាសាយមិនបានធ្វើវីដេអូបន្តអញ្ចឹងថ្ងៃនេះរៀងសូរខ្លួនហើយក៏វាមិនសូវមានបញ្ហាផ្សេងអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើវីដេអូបន្តទៀតអញ្ចឹងលោកអ្នកដែលគាត់កើតឆ្នាំចបងប្អូនត្រៀមស្ដាប់បងប្អូនណាខ្ញុំនឹងមើលអំពីជោគជតារាសីរបស់លោកអ្នកនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងអត់បាយហើយអញ្ចឹងវារឿងតាំងច្រមុះតិចអាសាតែច្រមុះខ្ញុំវាចាញ់នឹងធាតុត្រជាក់តែមេត្រជាក់មកគឺតាំងច្រមុះហ្មងថ្ងៃមិញខ្ញុំទៅភ្នំពេញខ្ញុំទិញថ្នាំស្បាយបាញ់ច្រមុះតិចដើម្បីឲ្យខ្យល់ដង្ហើមរបស់យើងនឹងវាដកស្រួលបន្តិចបើអត់មានអានឹងបាញ់ទេគឺតាំងច្រមុះបងធ្លាក់ខ្យល់មកគឺច្រមុះយើងអាឡែស៊ីហ្នឹងគឺតាំងច្រមុះខ្ញុំធ្លាប់ប្រើថ្នាំច្រើនបងថ្នាំតាមអនឡាញហ្នឹងប្រើគឺមិនត្រូវបងភាគច្រើនគេកុហកគេប្រើទេគេថាជា100%ការពិតគឺមិនជាទេបងប្អូនតាមអនឡាញភាគច្រើនគេកុហកច្រើនណាស់បងប្អូនអើយកុំអាសាជឿថ្នាំតាមអនឡាញពេកភាគច្រើនគឺមិនត្រូវទេឥឡូវយើងមកមើលឆ្នាំយើងទាំងអស់គ្នាឆ្នាំចមនុស្សទាំងឡាយណាដែលកើតឆ្នាំចឆ្នាំចបើគិតទៅនាមសត្វឆ្កែឬក៏យើងហៅបានថាសុនក់ឆ្នាំចនាមសត្វឆ្កែឬក៏យើងហៅថាសុនក់ចំណែកធាតុវិញគឺធាតុដីឆ្នាំចធាតុដីពងយក្សស្រីឬក៏យើងហៅបានថាយក្ខិនីបើក្នុងគម្ពីរខ្លះគេដាក់យក្ខិនីខ្លះគេដាក់យក្សស្រីអញ្ចឹងគម្ពីរខ្លះក៏គេសរសេរតាមបែបគេគម្ពីរខ្លះគេសរសេរតាមបែបខ្លួនឯងផ្សេងណាអាហ្នឹងគឺខ្ញុំមិនដឹងរឿងហ្នឹងដែរទេអញ្ចឹងឆ្នាំដែលចហ្នឹងខ្ញុំនឹងមើលអំពីរាសីទៀតមួយរឿងល្អអូរសារយើងវាយើងដកដង្ហើមតន់ស្រួលមនុស្សណាដែលកើតឆ្នាំចទំនាយបានទីថានៅក្នុងឆ្នាំ2026ខាងមុខហ្នឹងលោកអ្នកនឹងមានមនុស្សឬចាច្រណែនឈ្នានីសតែអ្នកកុំភ័យព្រួយឲ្យសោះព្រោះ
មានគេរងចាំជួយអ្នកជានិច្ចចូលប្រយ័ត្នមនុស្សចម្លែកមកបញ្ចុះបញ្ចូលចិត្តចូលកុំរវីរវល់ឲ្យសោះព្រោះសិតតែជាមនុស្សមិនល្អទាំងអស់អញ្ចឹងបងប្អូនស្ដាប់យល់អញ្ចឹងខ្ញុំសូមបញ្យល់ម្ដងទៀតមនុស្សដែលកើតឆ្នាំចហ្នឹងនៅក្នុងឆ្នាំ2026ហ្នឹងគេដាក់ថានឹងមានមនុស្សឬចាច្រណែនឈ្នានីសអញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងនឹងមានមនុស្សចំណែនយើងអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នតែនៅក្នុងនេះគេដាក់ថាតែអ្នកកុំភ័យព្រួយព្រោះនឹងមានគេចាំជួយអ្នកជានិច្ចអញ្ចឹងបើនេះគេដាក់ថាបើយើងមានអ្នកចំណែនមែនតែក៏មានអ្នកចាំជួយយើងដែរអញ្ចឹងយើងបើយើងមានបនព្រៃសំណាងយើងហើយយើងមានអ្នកចំណែននិងមានស្រឡាញ់យើងគេថាមានអ្នកស្អប់មានអ្នកស្រឡាញ់អញ្ចឹងអ្នកស្រឡាញ់យើងនឹងគេចាំជួយយើងជ្រុំជ្រែងយើងការពារយើងរហូតនៅក្នុងហ្នឹងហើយគេដាក់ចេះទៀតបងប្អូនណាគេដាក់ថាចូលប្រុងប្រយ័ត្នមនុស្សចម្លែកមកបញ្ចុះបញ្ចូលចិត្តចូលកុំរវីរវល់ឲ្យសោះព្រោះសិតតែជាមនុស្សមិនល្អទាំងអស់អញ្ចឹងយើងគួរតែប្រុងប្រយ័ត្នចំណុចហ្នឹងដែរដូចថាយើងនៅផ្ទះអញ្ចឹងទៅដូចគេយើងស្គាល់គេណាមួយហើយយើងណាស្គាល់ច្បាស់គេមកនិយាយបញ្ចុះបញ្ចូលយើងរឿងអ្វីដែលរឿងរ៉ូស៊ីឬក៏រឿងអ្វីផ្សេងគេដាក់តែកុំរវីរវល់ឲ្យសោះព្រោះសិតតែមនុស្សមិនល្អទេនិយាយទៅមែនបងប្អូនអ្នកខ្លះគេប្រុងបោកយើងគេតែបងធ្វើស្របអានស្គាល់យើងទេគេធ្វើដូចថាគេស្រឡាញ់យើងគេធ្វើនិយាយលើកដង្កើងយើងថាចេះតែចុះទៅឲ្យយើងទុកចិត្តគេចាប់ដាក់បោកប្រាស់យើងអាហ្នឹងបើតាំងពីគេមិនឲ្យយើងរាប់អានទេហើយគុំទុកចិត្តឲ្យសោះព្រោះមនុស្សទាំងអស់ហ្នឹងគឺមិនសូវល្អទេអាហ្នឹងបើលោកនៅកាត់ឆ្នាំចមកគួរប្រុងប្រយ័ត្នអាហ្នឹងពាក្យច្រើនគឺមនុស្សស្រីដែលត្រូវតែគេបោកនោះពាក្យចាស់មនុស្សស្រីមនុស្សប្រុសមិនមែនថាគេមិនបោកមិនកើតទេគេបោកកើតដែរតែវាភាគតិចមនុស្សស្រីរៀងឆោតដល់អញ្ចឹងភាគច្រើនគេនិយាយទន់ភ្លន់ផ្អែមល្ហែមតិចគឺបាក់ទៅគេហ្មងបាក់ទៅគេមិនដឹងតែគេហ្នឹងគឺគេបោកទេតែយើងរាល់តែយើងដឹងហ្នឹងគឺវាគេបោករួចបាត់ហើយអញ្ចឹងមកបងប្អូនស្ដាប់មិនទាន់ច្បាស់ឬមិនទាន់យល់រឿងអ្វីទេខ្ញុំសូមអានម្ដងទៀតដើម្បីបងប្អូនយល់ណាក្នុងគម្ពីរហ្នឹងមនុស្សដែលកើតឆ្នាំចទំនាយទាយថានៅក្នុងឆ្នាំ2026ខាងមុខនឹងលោកអ្នកនឹងមានមនុស្សឬចាច្រណែនឈ្នានីសតែអ្នកកុំភ័យព្រួយឲ្យសោះព្រោះនឹងមានគេរងចាំជួយអ្នកជានិច្ចចូលប្រយ័ត្នមនុស្សចម្លែកមកបញ្ចុះបញ្ចូលចិត្តចូលកុំរវីរវល់ឲ្យសោះព្រោះសុទ្ធតែជាមនុស្សមិនល្អទាំងអស់អញ្ចឹងមកពោលស្ដាប់តន់ណាហើយបើនៅតែមិនតន់ទៀតគឺសូមចាក់ម្ដងទៀតទៅស្ដាប់ទៅព្រោះតែខ្ញុំបញ្យល់នឹងវារឿងវែងណាស់បងណាតែស្ថាខ្ញុំនិយាយទៅវាមិនសូវសមរម្យទេតែយើងវាសំឡេងយើងវារឿងកងងល់យើងផ្ដាសាយអាឡែកស៊ីហ្នឹងគឺថាទឹកចោលធ្លាក់មកដល់ទឹកញ៉ាំហ្មងអញ្ចឹងការមើលអំពីជោគជតារាសីរបស់ឆ្នាំចនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺឃើញថារាសីឆ្នាំចគឺធ្លាក់ចុះតែធ្លាក់ចុះហ្នឹងអ្នកខ្លះធ្លាក់ចុះមិនមានអ្នកជួយទេនេះធ្លាក់ចុះមានអ្នកគេចាំជួយអញ្ចឹងឆ្នាំចគឺពិសេសមែនតើ
អញ្ចឹងយើងកុំភ័យអីគេថាយើងនឹងមានអ្នកគេចាំជួយយើងជានិច្ចតែយើងកុំធ្វេសប្រហែសកុំឃើញថាមានអ្នកគេចាំជួយជុំជ្រែងយើងធ្វើជាប្រងើយធ្វើមិនដឹងមិនលឺមិនចេះការពារខ្លួនទេគឺនឹងត្រូវគេបោកហើយបងប្អូនព្រោះឆ្នាំនេះឆ្នាំចនៅក្នុងឆ្នាំ2026ហ្នឹងគេដាក់ថានឹងមានមនុស្សណាមកបញ្ចូលចិត្តមកហ្នឹងគេថាមកលួងយើងបងបោកយើងអញ្ចឹងយើងគួរតែប្រុងប្រៀបនឹងការពារជាមុនព្រោះអ្វីដែលគេទាយគឺមិនមែនតែត្រូវ 100% ទេតែថាវាត្រូវខ្លះៗដែរយើងគួរតែការពារខ្ញុំមិនមែនអះអាងថាក្នុងគម្ពីរក្បួនតម្រាខ្មែរហ្នឹងគឺគេទាយត្រូវទាំងអស់ទេបងប្អូនតែថាយើងនិយាយថាត្រូវខ្លះៗដែរមិនមែនថាអត់ត្រូវទាំងស្រុងទេវាមានចំណុចខ្លះត្រូវដែរមិនមែនថាយើងមិនឲ្យជឿលើអបិយជំនឿឬក៏ហោរាសាស្ត្រទេគេឲ្យយើងជឿក្នុងគោលបំណងល្អមិនមែនយើងជឿតែងងប់ងល់ទេបងប្អូនអញ្ចឹងខ្ញុំក៏អត់មាននិយាយវែងឆ្ងាយតទៀតបងណាខ្ញុំអត់ចង់ជូនពរបងប្អូនតែចេះថាមនុស្សនៃយើងម្នាក់បើយើងធ្វើអំពើល្អទៅនឹងជួបតែរឿងល្អតែបើយើងធ្វើអំពើមិនល្អទេគឺផលមិនល្អហ្នឹងនឹងតាមមករករឿងយើងវិញមិនមែនអ្នកឯងទៅបោកប្រាស់គេហើយដឹងតែខ្លួនឯងបានស្តុកទេបងប្អូនយើងសាងអំពើល្អផលល្អហ្នឹងនឹងតាមមករកយើងវិញពេលដែលយើងជួយគេម្នាក់ហ្នឹងចងចាំយើងថ្ងៃណាមួយគេនឹងជួយយើងវិញអានឹងគឺអញ្ចឹងហើយយើងកុំលោភលន់របស់គេរបស់ដែលគេមិនឲ្យយើងកុំប៉ះពាល់ដូចជាដីដូចជាធ្លីដូចជាលុយជាកាក់ឲ្យផ្សេងហ្នឹងយើងកុំប៉ះពាល់កុំរវីរវល់បើរបស់ហ្នឹងរបស់យើងចាំយកបើមិនមែនរបស់យើងទេយើងកុំប៉ះពាល់តែបើគេយករបស់យើងវិញគេមិនឲ្យយើងនេះជាបាបកម្មរបស់គេទេយើងគិតថាមនុស្សហ្នឹងគឺនឹងទទួលបាបជំនួសយើងអាហ្នឹងជាកំណត់របស់ខ្ញុំបងណាអញ្ចឹងខ្ញុំក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អគ្រប់គ្នា